សមត្ថកិច្ចក្របួចក្រុមចៅឆក់យ៉ាងសកម្មនិងដកហូតបានកំភ្លើង3ដើមប្រមិតទស្សនិកជនកម្លាំងសមត្ថកិច្ចបានចោទបង្ក្រាបក្រុមចៅឆក់ប្រដាប់អាវុធមានគ្នាចំនួន3នាក់ដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនិងបណ្ដារាជធានីខេត្តក្នុងនោះដកហូតបានកំភ្លើងខ្លី3ដើមនេះបើយោងតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានគូបញ្ជាក់ថាកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជាមួយស្នងការនគរបាលខេត្តស្វាយរៀងខេត្តក្រចេះខេត្តកំពង់ចាមនិងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងរាជធានីភ្នំពេញបើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន3នាក់រួមមានទី1ឈ្មោះគុណបញ្ញាអាយុ26ឆ្នាំចាប់បាននៅសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលរាជធានីភ្នំពេញទី2ឈ្មោះចាប់មករាអាយុ27ឆ្នាំចាប់បាននៅស្រុកជើងព្រៃខេត្តកំពង់ចាមទី3ឈ្មោះច័ន្ទប្រុសពេជ្រអាយុ21ឆ្នាំមិនបញ្ជាក់ពីទីតាំងដែលចាប់បានជាមួយគ្នានោះមន្ត្រីជំនាញដកហូតកំភ្លើងចំនួន3ដើមមានដូចជាម៉ាក K54 ម៉ាក CF98 និងម៉ាក Glock 19បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីសាកសួរចាត់ការទៅតាមផ្លូវច្បាប់